សូមជួបជាមួយខ្ញុំធីរុំសាជាថ្មីដែលវិភាគជូនពុកម៉ែបងប្អូននៅតម្លៃមាសដែលកំពុងឡើងឥតឈប់ឈរនេះថាតើមាសនៅតែបន្តឡើងទៀតទេឬយ៉ាងណាតម្លៃមាសនាដើមសប្តាហ៍នេះបានហក់ឡើងផ្លោះតម្លៃទៅបំបែកកំណត់ត្រាថ្មីបន្ថែមទៀតដែលបច្ចុប្បន្នបានជួញដូរលើតម្លៃ$5,600ក្នុងមួយតម្លឹងហើយការស្ទុះឡើងថ្លៃជាបន្តបន្ទាប់នេះគឺដោយសារការកើនឡើងកម្ដៅខ្លាំងនៃកត្តាភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនតែម្ដងតាក់ទងនឹងបញ្ហាសហរដ្ឋអាមេរិកទាមទារកោះ Greenland ដែលជាទឹកដីរបស់ប្រទេសដាណឺម៉ាកនោះមកកាន់កាប់បញ្ហានេះបានធ្វើឲ្យប្រទេសមហាអំណាចសេដ្ឋកិច្ចផុតលេខ1នេះបានប្រើអាវុធសេដ្ឋកិច្ចតាមរយៈគម្រោងដំឡើងពន្ធទៅកាន់បណ្ដាប្រទេសជាសមាជិកអង្គការ NATO មួយចំនួននិងដំឡើងពន្ធ 10% បន្ថែមទៀតដោយខឹងប្រទេសទាំងនោះបានលូកដៃចូលអន្តរាគមន៍ក្នុងរឿងនេះនេះគឺជាព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភមួយដែលពិភពលោកកំពុងព្រួយបារម្ភខ្លាំងដែលបណ្ដាប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗកំពុងតែឆ្លោះគ្នាដោយប្រើទាំងយុទ្ធសាស្ត្រសង្គ្រាមនិងយុទ្ធសាស្ត្រសេដ្ឋកិច្ចរួមគ្នាក្នុងពេលតែមួយស្របពេលជាមួយគ្នានេះដែរភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែស្ថិតក្នុងដំណាក់កាលផុយស្រួយបំផុតដែលអាចផ្ទុះសង្គ្រាមគ្រប់ពេលវេលាបានទាំងអស់រវាងប្រទេសអាមេរិកនិងអ៊ីរ៉ង់បន្ទាប់ពីប្រទេសវេណេស៊ុយឡានោះថ្មីនេះប្រទេសអ៊ីរ៉ង់បានត្រៀមអាវុធគ្រប់ធន់និងគម្រាមវាយប្រហារលើមូលដ្ឋានទ័ពអាមេរិកទាំងមូលនៅទូទាំងមជ្ឈិមបូព៌ាប្រសិនណាបើអាមេរិកហ៊ានវាយប្រហារខ្លួនមុននោះដែលជាហេតុបង្កឲ្យសង្គ្រាមមិនត្រឹមតែជាប្រទេសនឹងប្រទេសនោះទេគឺនៅក្នុងតំបន់តែម្ដងសរុបជារួមមកដោយយោងទៅលើវិបត្តិទាំងនេះគឺជាមូលដ្ឋានចម្បងដែលនៅតែបន្តគាំទ្រតម្លៃមាសឲ្យស្ទុះឡើងជាលំដាប់បន្ថែមទៀតដោយសារវិនិយោគិនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុធំនៅតែមើលឃើញមាសគឺជាទ្រព្យសុវត្ថិភាពក្នុងអំឡុងភាពអសន្តិសុខពិភពលោកទាំងនេះតើតម្លៃមាសអាចនឹងឡើងដល់តម្លៃណាទៀតហើយអាចមានឱកាសនឹងត្រឡប់ចុះមកក្រោមវិញខ្លះទេសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីថ្ងៃនេះជួបជាមួយខ្ញុំធីរុំនឹងធ្វើបទវិភាគជុំវិញតម្លៃមាសដែលកំពុងស្ទុះឡើងខ្ពស់កប់ពពកនេះថាតើមានឱកាសអាចធ្លាក់ចុះមកវិញខ្លះទេបាទតម្លៃមាសពីមួយថ្ងៃទៅមួយថ្ងៃបានកើនឡើងជាលំដាប់ដោយអ្វីដែលបានព្យាករណ៍និងវិភាគជូនបងប្អូនកន្លងមកហើយព្រឹកថ្ងៃពុធនេះបានហក់ឡើងលើកំណត់ត្រាចាស់ទៀតគឺឡើងដល់តម្លៃ$4,850ក្នុងមួយអោនឬជាង$5,800ក្នុងមួយតម្លឹងបាត់ទៅហើយការលោតឡើងថ្លៃនេះគឺដោយសារការពីម្សិលមិញនេះនៅប្រទេសស្វីសក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកបណ្ដាមេដឹកនាំកម្ពុជារបស់ប្រទេសសមាជិកអង្គការ NATO ឡើងមកថ្លែងការពីកោះ Greenland គ្រប់គ្នាយ៉ាងដាច់អហង្ការហើយចំណែកឯប្រធានាធិបតី Donald Trump វិញក៏នៅតែបន្តនិងបង្កើនជំហររបស់ខ្លួនក្នុងការកាន់កាប់កោះនេះបើយោងតាមសារព័ត៌មាន Reuters បានចេញផ្សាយការឡើងកម្ដៅទាំងនេះបានធ្វើឲ្យស្ថានភាពរវាងប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចនិងសពាវុធទាំងនេះកាន់តែអាក្រក់ទៅមិនទាន់មានភាពធូរស្រាលនៅឡើយទេបាទសំណួរសួរថាតើតម្លៃមាសអាចនឹងឡើងដល់តម្លៃណាទៀតហើយអាចមានឱកាសនឹងត្រឡប់ចុះមកក្រោមវិញខ្លះទេខណៈពិភពលោកកំពុងទទួលរងការគំរាមកំហែងបែបនេះបើយោងទៅលើស្ថានភាពសកលបច្ចុប្បន្នជាពិសេសតាក់ទងនឹងកត្តាភូមិសាស្ត្រនយោបាយនៅតែមានភាពតានតឹងនិងរឹតតែខ្លាំងក្លាជាងឆ្នាំ2025ទៀតបញ្ហាសេដ្ឋកិច្ចសកលកំពុងគំរាមកំហែងតាមរយៈការដំឡើងពន្ធពីសហរដ្ឋអាមេរិកនិងបញ្ហាបង្វែរទិសកាត់បន្ថយប្រាក់ដុល្លារដែលធ្វើឲ្យតម្លៃប្រាក់ដុល្លារធ្លាក់ចុះជាដើមកត្តាទាំងនេះសុទ្ធតែជំរុញឲ្យតម្លៃមាសឡើងខ្លាំងបន្ថែមទៀតតាមរយៈការវិនិយោគទៅលើមាសនិងការកាន់កាប់ធ្វើជាទ្រព្យសុវត្ថិភាពតែទោះបីជាយ៉ាងណាក៏ដោយតម្លៃមាសនឹងស្រុតចុះមកវិញយ៉ាងគំហុកប្រសិនណាបើតុលាការកំពូលសហរដ្ឋអាមេរិកប្រកាសលុបចោលពន្ធបដិការរបស់លោក Donald Trump ហើយបើយោងតាមការព្យាករណ៍ថ្មីនេះរបស់ធនាគារ UBS មាសនឹងធ្វើការកែសម្រួលតម្លៃចុះមកក្រោមវិញខ្លះនៅពេលដែលឡើងទៅដល់តម្លៃ$5,000ក្នុងមួយអោនឬតម្លៃ$6,024ក្នុងមួយតម្លឹងបាទ
ថ្ងៃនេះជួបជាមួយខ្ញុំជារុំនឹងវិភាគជូនប្រិមិត្តនៅសន្ទុះប្រាក់ដុល្លារដែលអាចនឹងស្រុតចុះមកខ្លាំងរយៈពេលវែងក្នុងស្ថានភាពសហរដ្ឋអាមេរិកបច្ចុប្បន្នបាទប្រាក់ដុល្លារអាមេរិកបានបន្តធ្លាក់ចុះតាំងពីដើមសប្តាហ៍មកដល់ពេលបច្ចុប្បន្នប្រមាណជាង 1% ហើយក្រោយមានចំនួនជាមួយនឹងសហគមន៍អឺរ៉ុបទាក់ទងនឹងកោះ Greenland នោះដោយរូបិយប័ណ្ណដុល្លារអាមេរិកអាចប្រឈមនឹងការលក់ចោលពីបណ្ដាប្រទេសមួយចំនួនរបស់អង្គការ NATO តាមរយៈការលក់បានបំណុលឬមូលនិធិវិនិយោគផ្សេងៗរបស់សហរដ្ឋអាមេរិកនោះដែលប្រទេសមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់ NATO ធ្លាប់តែគាំទ្រតាមរយៈការទិញតាមបែបវិនិយោគកន្លងមកតែទោះបីជាយ៉ាងណាក៏ដោយតាមរយៈការថ្លែងរបស់ប្រធានាធិបតី Donald Trump ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកកាលពីពេលថ្មីៗនេះបានបន្ធូរបន្ថយភាពតានតឹងត្រឡប់មកវិញខ្លះហើយដោយលោកនឹងមិនប្រើកម្លាំងយោធាដណ្ដើមតំបន់ Greenland ទេនិងក៏ទម្លាក់ចោលការគម្រាមកំហែងដាក់ពន្ធបន្ថែមលើបណ្ដាប្រទេសនៅ NATO ដែរទោះបីជាកត្តាភូមិសាស្ត្រនយោបាយមួយនេះមានភាពធូរស្រាលជាងមុនក្តីនិងទិន្នន័យសេដ្ឋកិច្ចសហរដ្ឋអាមេរិកទាក់ទងនឹង GDP មានភាពល្អប្រសើរជាងមុនដែលទើបតែចេញផ្សាយកាលពីម្សិលមិញនេះក៏សន្ទុះប្រាក់ដុល្លារនៅតែបន្តស្រុតចុះមកបន្ថែមទៀតបាទនេះក៏ដោយសារតែវិនិយោគិនមើលឃើញយ៉ាងច្បាស់ថាឯករាជ្យភាពរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកងាយនឹងរងការជៀតជ្រែកពីលោក Donald Trump និងបេក្ខជនប្រមុខធនាគារកណ្ដាលអាមេរិកថ្មីនេះនឹងត្រូវបានតែងតាំងតាមរយៈខ្សែរបស់លោក Trump ដែលនឹងឡើងមកកាន់ទម្លាក់អត្រាការប្រាក់ដូចអ្វីដែលលោកចង់បាននោះបញ្ហាចម្បងធំបំផុតនោះនឹងគឺជាកត្តាមេដែលនឹងធ្វើឲ្យប្រាក់ដុល្លារធ្លាក់ចុះរយៈពេលវែងនោះគឺការចំណាយថវិកាជាតិរបស់សហរដ្ឋអាមេរិកដ៏ច្រើនមហិមាសម្រាប់វិស័យការពារជាតិប្រចាំឆ្នាំដែលលោក Donald Trump បានដំឡើងចិត្តគុណនឹង2នៃទំហំថវិកាចាស់រហូតដល់ទៅ 1.5 trillion ដុល្លារអាមេរិកនៅពេលដែលប្រាក់ដុល្លារមានវត្តមាននៅក្នុងសេដ្ឋកិច្ចច្រើនលើសលប់បែបនេះនឹងធ្វើឲ្យតម្លៃស្រុតចុះហើយវានឹងបង្កឲ្យមានអតិផរណាកើនឡើងក្នុងសហរដ្ឋអាមេរិកផងដែរបាទសូមអរគុណលោកស្រីសម្រាប់ការតាមដានទស្សនាបាទសូមជម្រាបលា